បងប្អូនដែលចង់បានសុខភាពល្អនិងស្បែកម៉ត់រលោងកុំមើលរំលងជាមួយនឹង Spirulina សោះថ្មីនេះគឺខ្ញុំបានដាក់ challenge ខ្លួនឯងគឺញ៉ាំជាមួយនឹង Spirulina ហើយនឹងបិទជាមួយនឹង Spirulina អញ្ចឹងការញ៉ាំ Spirulina គឺខ្ញុំញ៉ាំមួយថ្ងៃមួយគ្រាប់ហើយខ្ញុំញ៉ាំនេះគឺខ្ញុំយកទឹកក្តៅអ៊ុនៗហើយ Spirulina ដាក់ចូលជាមួយនឹងទឹកក្តៅអ៊ុនៗធ្វើការញ៉ាំជាប្រចាំថ្ងៃខ្ញុំបានសើចមើលពីអត្ថប្រយោជន៍នៃ Spirulina គឺវាមានអត្ថប្រយោជន៍ខ្លាំងមែនទែនទៅដល់សុខភាពរាងកាយរបស់យើងទី1គឺវាជួយទៅដល់ការបន្តបង់ឲ្យយើងមានការបន្តបង់បានល្អហើយវាជួយទៅដល់ collagen នៃស្បែករបស់យើងបើសិនជាយើងយកមកលាបនៅលើស្បែកមុខគឺវាជួយឲ្យស្បែកមុខរបស់យើងភ្លឺហើយនឹងមានសភាពតឹងណែនហាប់ល្អហើយបើសិនជាយើងញ៉ាំចូលទៅក្នុងខ្លួនរបស់យើងជាមួយនឹងទឹកក្តៅអ៊ុនៗវាជួយឲ្យគេហៅថាស្បែករបស់យើងមានសភាពភ្លឺលើសពីនឹងទៅទៀតហើយក៏វាមានអត្ថប្រយោជន៍ច្រើនជាងនឹងទៀតបងប្អូនដែលខ្ញុំអាចរៀបរាប់អស់ហើយប៉ុន្តែអ្វីដែលជាគោលធំបំផុតគឺវាជួយទៅដល់ការបន្តបង់របស់យើងដោយសារវាមាន fiber ហើយវាជួយទៅដល់ស្បែករបស់យើងបានល្អអញ្ចឹង Spirulina ទៅមីគឺមានមួយកំប៉ុងហ្នឹងគឺ120គ្រាប់យើងអាចប្រើរយៈពេលយូរលើសពីនឹងទៅទៀតគ្រប់ផលិតផលទៅមីទាំងអស់សុទ្ធតែបញ្ជាក់អំពីឈ្មោះរោងចក្រផលិតអញ្ចឹងឈ្មោះរោងចក្រផលិតគឺជារោងចក្រដែលមានឈ្មោះថា Coma B&A ដែលផ្គត់ផ្គង់ផលិតផលឲ្យក្រុមហ៊ុន Atomy ផ្ដាច់មុខលើពីនឹងបងប្អូនក៏អាច search មើលពីប្រវត្តិនៃរោងចក្រ Coma ហ្នឹងតើដើមកំណើតចេញមកពីប្រទេសណាផងដែរ